ជំរាបសួរពុកម៉ែបងប្អូនកំពុងតែទស្សនាវីដេអូខ្ញុំបាទថ្ងៃនេះខ្ញុំនាំអារម្មណ៍អង្គពូមីងទៅទស្សនាបងប្អូនយើងតាមបណ្ដាខេត្តផ្សេងឬក៏ខេត្តបាត់ដំបងណាដែលគាត់អញ្ជើញមកអុជធូបបាទសូមសេចក្តីសុខបាទនៅលោកតាដំបងកញ្ញុងនេះខ្ញុំឲ្យបងប្អូនទស្សនាកន្លែងគេលក់ចេកបាទលក់លឹកឈូកចឹងណាដើមឈូកណាបាទអូមែនទេណាបាទអរគុណហើយថ្ងៃនេះគឺជាថ្ងៃអាទិត្យ15កើតខែពិសាបាទឆ្នាំម្សាញ់សតស័កណាបាទពុទ្ធសករាជ2568បានត្រូវនៅថ្ងៃទី11ខែឧសភាឆ្នាំ2025ហើយថ្ងៃនេះគឺជាថ្ងៃសិលនិងពេញបរមីផងដែរណាបាទហើយក៏ជាថ្ងៃពិធីបុណ្យពិសាខបាទវិសាខបូជាណាបាទហើយបាទត្រូវជាថ្ងៃទិវាអ្នកម្ដាយផងដែរណាបាទអញ្ចឹងបងប្អូនថ្ងៃនេះគាត់អញ្ជើញមកច្រើនមកអុជធូបបាទសូមសេចក្តីសុខបាទពីលោកតាដំបងកញ្ញុងណាបាទសូមលាភសូមជ័យអញ្ចឹងទៅណាបាទហើយបងប្អូនយើងគាត់មកច្រើនមកថាខេត្តបាត់ដំបងឬក៏ខេត្តផ្សេងទេណាបាទហើយថ្ងៃនេះថ្ងៃសៅរ៍ក៏មានលោកពូលោកអ៊ំគាត់លេងភ្លេងពិណពាទ្យណាបាទលេងភ្លេងពិណពាទ្យបាទគឺពិរោះមែនទែនបាទគឺស្ដាប់ហើយមានអារម្មណ៍ថាមានសេចក្តីសុខបាទបានបនច្រើននៅអង្គភូមិវិញណាបាទអញ្ចឹងបងប្អូនកំពុងតែទស្សនាវីដេអូដែលខ្ញុំកំពុងតែថតជូនណាបាទឲ្យទស្សនានេះបងប្អូនអត់បានមកឃើញផ្ទាល់បងប្អូនបានជួយ comment ជួយ share បាទឲ្យខាងខ្ញុំបាទនេះបាទគឺបានបនច្រើនមែនទេថ្ងៃនេះបាទអញ្ចឹងខ្ញុំបាទអ្នកថតនេះក៏សូមសេចក្តីសុខជារៀងរាល់ថ្ងៃឲ្យតែខ្ញុំជិះកាត់បាទលោកតាដំបងកញ្ញុងគឺសូមសេចក្តីសុខសេចក្តីសប្បាយណាបាទក្រុមគ្រួសាររបស់ខ្ញុំឬក៏ខ្ញុំផ្ទាល់តែម្ដងណាបាទនេះឃើញលោកពូសន្តិសុខគាត់ជួយបាទធ្វើចរាចរណ៍បាទជូនបងប្អូនប្រជាពលរដ្ឋយើងដែលគាត់អញ្ជើញមកអុជធូបបាទសូមសេចក្តីសុខសេចក្តីសប្បាយណាបាទគឺល្អមែនទែនណាបាទខាងលោកពូខាងសន្តិសុខណាបាទអរគុណហើយនេះខ្ញុំកំពុងតែថតឲ្យចំណាបាទឲ្យអង្គពូមីងយើងទស្សនាបាទប្រភពបាទលោកតាដំបងកញ្ញុងណាបាទហ្នឹងហើយអរគុណច្រើនហើយវីដេអូយើងមានតែប៉ុណ្្នឹងទេហើយបងប្អូនបាទស្រឡាញ់បាទជួយ share ម្នាក់មួយណាបាទជួយ share ម្នាក់មួយគឺបានបនច្រើនណាបាទហើយបងប្អូនធ្លាប់មកហើយបាច់ share ក៏បានដែរបងប្អូនដែលអត់ធ្លាប់មក share ទៅបានបនច្រើនស្មើគ្នាបាទអូខេមានតែប៉ុណ្្នឹងវីដេអូជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណនិងជម្រាបលា